ទោះបីជីវិតយើងស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយខ្ញុំជឿជាក់ថាបើសិនជាយើងមានផ្នត់គំនិតទាំង5នោះជីវិតយើងគឺអាចដើរទៅមុខបានហើយផ្នត់គំនិតចុងក្រោយនោះទោះបីមានព្យុះភ្លៀងនៅក្នុងជីវិតយ៉ាងណាក៏ដោយក៏មិនអាចផ្ដួលរលំអ្នកនរគ្នាបានដែរឥឡូវអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីមួយនេះគឺជាវីដេអូមួយដែលខ្ញុំវិលត្រឡប់មកជួបអ្នកនរគ្នាសារជាថ្មីខ្ញុំសង្ឃឹមថាអ្នកនរគ្នាសុខសប្បាយជាធម្មតាយ៉ាងណាមិញនៅក្នុងអេពីសូតមួយនេះនៃ podcast របស់ខ្ញុំមានប្រធានបទមួយពាក់ព័ន្ធជាមួយនឹងផ្នត់គំនិតដែលយើងហៅជាភាសាអង់គ្លេសថា mindset ណាបងប្អូនខ្ញុំចង់សួរបងប្អូននៅសំណួរមួយរបស់ខ្ញុំនោះគឺចង់សួរបងប្អូនតើផ្នត់គំនិតហ្នឹងវាមានឥទ្ធិពលមកលើការរស់នៅយ៉ាងដូចម្តេចដែរបងប្អូនអាស្រ័យអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយពាក់ព័ន្ធមួយផ្នត់គំនិតហើយផ្នត់គំនិតដែលខ្ញុំនឹងជជែកចែកម្លែកជាមួយអ្នកទាំងអស់គ្នានៅថ្ងៃហ្នឹងគឺពាក់ព័ន្ធជាមួយនឹងផ្នត់គំនិតទាំង5ដែលមានឥទ្ធិពលមកលើជីវិតរបស់យើងភ្ជាប់ជាមួយសំណួរពីខាងដើមនេះចម្លើយរបស់ខ្ញុំគិតថាផ្នត់គំនិតវាសំខាន់មែនតើផ្នត់គំនិតប្រៀបដូចជា DNA នៃជីវិតរបស់យើងដែលកំណត់នៅរូបរាងកំណត់នៅអត្តសញ្ញាណនៃជីវិតរបស់យើងមនុស្សមួយចំនួនតែងតែប្រកាន់នៅផ្នត់គំនិតទៅតាមអ្វីដែលគាត់ឆ្លងកាត់ទៅតាមអ្វីដែលគាត់គិតថាវានឹងល្អសម្រាប់ខ្លួនឯងអញ្ចឹងណាសម្រាប់ខ្ញុំអត់មាននរណាខុសក៏អត់មាននរណាត្រូវហើយអ្វីដែលខ្ញុំចែកម្លែកទៅកាន់អ្នកទាំងអស់គ្នានេះវាគ្រាន់តែជាមួយជ្រុងនៃចំណេះដឹងដ៏តិចតួចដែលខ្ញុំមានទទួលបានពីការអានសៀវភៅក៏ដូចជាការអង្កេតជារួមដែលខ្ញុំគិតថាប្រហែលជាអាចនឹងមានអត្ថប្រយោជន៍ទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងមុននឹងខ្ញុំចូលទៅកាន់ការចែកម្លែកលម្អិតនៅក្នុងវីដេអូមួយនេះសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តទៅលើមាតិកានៃការចែកម្លែកទៅលើការលើកទឹកចិត្តការអភិវឌ្ឍសមត្ថភាពក៏ដូចជាចំណេះដឹងផ្សេងៗតើគ្នាកុំភ្លេចជួយ Subscribe YouTube Channel របស់ខ្ញុំអ្នកមួយផងដើម្បីជាការលើកទឹកចិត្តឲ្យខ្ញុំបន្តដំណើរផ្លូវនៃការផលិតមាតិកាបែបនេះនៅលើបណ្ដាញសង្គមបន្តទៅទៀតបងប្អូនគ្នាចំណុចទី1បងប្អូនគ្នាផ្នត់គំនិតមួយនោះដែលខ្ញុំគិតថាមិនថាយើងនៅវ័យណាឯងនៅពេលដែលយើងមានផ្នត់គំនិតមួយហ្នឹងវាភាពដូចជាពន្លឺទៀនដែលនាំយើងទៅរកការវិចម្រើនដែលនឹងនាំយើងពីទីងងឹតទៅកន្លែងភ្លឺផ្នត់គំនិតនោះគឺគេថាជាផ្នត់គំនិតដែលគេហៅថា growth mindset បងប្អូនគ្នាមានជាផ្នត់គំនិតដែលផ្ដោតទៅលើការអភិវឌ្ឍខ្លួនជាប្រចាំខ្ញុំសម្រាប់ខ្ញុំគិតថាវាជារឿងមួយសំខាន់មែនតើមនុស្សលូតលាស់ធំធាត់វិវត្តទៅតាមពេលវេលាហើយដើម្បីវិវត្តខ្លួនទៅបានដើម្បីទទួលបាននៅភាពវិចម្រើនបានវាប្រកបណាស់គឺអាស្រ័យទៅលើការដែលអនុញ្ញាតឲ្យខ្លួនឯងទៅរៀនអីថ្មីទៅស្វែងរកអីថ្មីទៅរកបទពិសោធន៍ថ្មីនៅក្នុងជីវិតដើម្បីឲ្យខ្លួនយើងធ្វើម៉េចក៏ដោយទទួលបាននៅចំណេះដឹងថ្មីខ្ញុំឧទាហរណ៍ថាយើងជាសិស្សម្នាក់ចោះយើងតែងតែមានផ្នត់គំនិតដែលចង់ទៅស្រាវជ្រាវនៅអ្វីថ្មីយើងចង់ទៅអានសៀវភៅថ្មីយើងចង់ទៅធ្វើក៏ដោយមានលក្ខណៈថាវានឹងផ្ដល់បទពិសោធន៍អ្វីថ្មីទៅកាន់អ្នកនរគ្នា mindset មួយនេះយើងបណ្ដោះវាជាប្រចាំនៅជាប់មួយយើងតាំងពីយើងនៅរៀនរហូតពេលយើងចេញធ្វើការឬក៏ពេលដែលយើងទៅធ្វើនៅអីក៏ដោយវានឹងធ្វើឲ្យអ្នកនរគ្នាទទួលបាននៅអារម្មណ៍នៃការវិចម្រើនកាន់តែច្រើនទៅសម្រាប់ខ្ញុំទាំងអស់គ្នា mindset មួយនេះវាគឺជាផ្នត់គំនិតមួយដែលស្មើនឹងចំណៃខួរក្បាលមកកាន់ខ្លួនខ្ញុំការទៅរៀនអីថ្មីការទទួលបាននៅចំណេះដឹងថ្មីវាគឺជាចំណៃខួរក្បាលដែលបំពន់ឲ្យខ្ញុំទទួលបាននៅការអភិវឌ្ឍខ្លួនម្ដងបន្តិចអញ្ចឹងទៅហើយនៅក្នុងកំឡុងពេលនេះនៅពេលដែលយើងចាប់ផ្ដើមធ្វើនៅផ្នត់គំនិតមួយនេះឡើងយើងព្យាយាមសម្រួលនៅផ្នត់គំនិតមួយនេះក៏ដូចជាការអនុវត្តនៅផ្នត់គំនិតមួយនេះជាប្រចាំវាគឺជាការបើកផ្លូវឲ្យខ្លួនយើងទៅរកឱកាសផងដែរឱកាសមានច្រើនមែនទែនប៉ុន្តែឱកាសនឹងមិនខ្លាចជារបស់យើងទេបើសិនជាយើងអត់មានផ្នត់គំនិតចង់រីកចម្រើនពីព្រោះឱកាសតែងតែទៅរកមនុស្សដែលមានគុណភាពឱកាសតែងតែទៅរកមនុស្សដែលចង់រីកចម្រើនអញ្ចឹងហើយចង់មិនចង់នៅក្នុងបរិបទនៃសង្គមនៃការវិវត្តទៅមុខបែបនេះការដែលអាចប្រកាន់ភ្ជាប់នៅផ្នត់គំនិតមួយនេះគឺជារឿងមួយសំខាន់មែនទែនអង់គ្លេសគេមានពាក្យមួយ clear របស់គ្នាថា lifelong learning មានន័យថារៀនពេញមួយជីវិតហើយខ្ញុំចូលចិត្តពាក្យមួយ clear ដែលចេញពី
ទស្សនវិទូជនជាតិក្រាច់សម័យបុរាណគាត់និយាយថានៅពេលដែលគាត់កាន់តែរៀនណាបានគាត់កាន់តែដឹងថាគាត់អត់ចេះវាស្មើនឹងកាន់តែរៀនណាកាន់តែដឹងថាយើងត្រូវតែរៀនបន្តទៀតពីព្រោះការរៀនសូត្រ ការស្រាវជ្រាវវាអត់មានដែនកំណត់ទេមិនហើយចង់មិនចង់ព្យាយាមលើកទឹកចិត្តឲ្យខ្លួនឯងបន្តអភិវឌ្ឍខ្លួនជាប្រចាំមានតែការត្រៀមខ្លួនឲ្យបានល្អទេមានតែការទៅរកអីឲ្យបានប្រសើរទេទើបជីវិតយើងអាចដើរទៅមុខបានទាំងអស់គ្នាចូលទៅកាន់ចំណុចទី2ទាំងអស់គ្នាវាគឺជាផ្នត់គំនិតមួយដែលខ្ញុំអាចនិយាយបានថាជាផ្នត់គំនិតដែលល្អមែនទែននៅក្នុងបរិបទនៃជីវិតរបស់មនុស្សមិនថានៅក្នុងស្រទាប់អាយុប៉ុណ្ណាទៅប៉ុណ្ណាទាំងអស់គ្នាមនុស្សជាទូទៅនៅពេលដែលជួបបញ្ហារមែងតែងតែជ្រើសរើសនៅការ complain ទៅនឹងបញ្ហាឧបសគ្គដែលគាត់ជួបប្រទះប៉ុន្តែផ្នត់គំនិតមួយនេះគឺផ្នត់គំនិតនៃការផ្ដោតទៅលើតែដំណោះស្រាយបញ្ហាគឺជាមិនផុតទេនៅក្នុងជីវិតមិនថាយើងខំយ៉ាងណាក៏ដោយមិនថាយើងខំព្រឹកព្រៀងរៀបចំផែនការក៏ដោយអ្វីដែលនឹងអាចកើតឡើងអាភាពមិនសមប្រកបនឹងវានឹងអាចកើតឡើងជាប្រចាំអញ្ចឹងនៅពេលដែលជីវិតយើងជួបបញ្ហាសូមបងប្អូនគ្នាបង្កើតនៅផ្នត់គំនិតថាអូខេយើងទទួលយកបញ្ហាមួយហ្នឹងទៅប៉ុន្តែសូមផ្ដោតលើដំណោះស្រាយសួរខ្លួនឯងនៅសំណួរមួយថាតើយើងគួរធ្វើអីបានបន្ទាប់ទៀតដើម្បីដោះស្រាយបញ្ហាដែលយើងកំពុងជួបប្រទះហ្នឹង What should be next អីទៅជាជំហានបន្ទាប់ជាងដែលចាយពេលយកពេលវេលាដ៏មានតម្លៃរបស់យើង24ម៉ោងដែលយើងមានដូចគេឯងយើងទៅ complain បញ្ហាយើងទៅបន្ទោសខ្លួនឯងយើងទៅដាក់បន្ទុកទៅលើមជ្ឈដ្ឋានឲ្យជុំវិញខ្លួនលាក់នឹងលាក់ចឹងណាវាអត់ចំណេញអីទេផ្ទុយទៅវិញយើងគួរតែគិតដូចខ្ញុំនិយាយខាងដើមចឹងបង្កើនភាពច្នៃប្រឌិតដោះស្រាយវាឲ្យបានទៅតាមលទ្ធភាពជាក់ស្ដែងបើយើងធ្វើឲ្យកើតយើងរកជំនួយដើម្បីដោះស្រាយរឿងហ្នឹងហើយការដែលយើងអាចឲ្យខ្លួនឯងទៅផ្ដោតទៅលើតែបញ្ហាអស់សំទោសផ្ដោតទៅលើតែដំណោះស្រាយវាស្មើនឹងការបិទផ្លូវមិនឲ្យភាពអវិជ្ជមានកើតឡើងនៅក្នុងជីវិតរបស់យើងផងដែរនៅពេលដែលយើង complain ពីបញ្ហានៅពេលដែលយើងស្ដីបន្ទោសពីបញ្ហាយើងគិតតែពីរវល់គិតថាហ្នឹងវាជាបញ្ហាក្នុងជីវិតវាស្មើនឹងការដាក់បញ្ចូលនៅទិន្នន័យអវិជ្ជមានចូលក្នុងខួរក្បាលរបស់យើងពីព្រោះខួរក្បាលរបស់យើងនឹងដកជាប់ជាមួយនឹងរឿងអវិជ្ជមានទាំងអស់នេះហើយអាភាពអវិជ្ជមានទាំងអស់ហ្នឹងវានឹងបង្កើតចេញជារូបភាពមួយដែលនឹងអាចគ្របដណ្ដប់មកលើជីវិតរបស់យើងអញ្ចឹងពេលខ្លះយើងអស់គ្នាមានធ្លាប់ឆ្ងល់ថាហេតុអីបានជាបញ្ហាវាអាចដោះស្រាយហើយយើងមានអារម្មណ៍ថាយើងកាន់តែឈឺក្បាលយើងកាន់តែ stress យើងកាន់តែមិនអាចដោះស្រាយនៅរឿងទាំងអស់នេះបានណាដោយសារតែយើងខ្លួនយើងបានអនុញ្ញាតឲ្យខ្លួនឯងអត់គិតទៅរកដំណោះស្រាយទេយើងគិតតែពី complain ហើយពង្រីកនៅបញ្ហាឲ្យកាន់តែធំទៅវាមិនមែនជាដំណោះស្រាយមួយដ៏ល្អសម្រាប់ជីវិតទេខ្ញុំគិតថាចង់មិនចង់ទទួលយកបញ្ហាទៅហើយផ្ដោតទៅលើតែអីទៅដែលជាដំណោះស្រាយដែលវាអាចនឹងមានភាពល្អប្រសើរសម្រាប់ជីវិតរបស់យើងទៅថ្ងៃខាងមុខចឹងណាទាំងអស់គ្នាផ្នត់គំនិតទី3គឺជាផ្នត់គំនិតមួយដែលឲ្យតម្លៃទៅលើការខិតខំរបស់យើង អ្វីដែលយើងឆ្លងកាត់ជាមួយនឹងអ្វីដែលយើងកំពុងតែមានមនុស្សគួរតែរស់នៅក្នុងពេលបច្ចុប្បន្នអញ្ចឹងហើយផ្នត់គំនិតទី3ដែលខ្ញុំចង់សម្ដៅគឺពាក់ព័ន្ធជាមួយនឹងការដែលឲ្យតម្លៃទៅលើអ្វីយើងមានស្រឡាញ់ទៅនឹងសមិទ្ធផលដែលយើងបានកសាងវាមកខ្ញុំចង់និយាយថា being gratitude គឺសំខាន់មែនទែនដឹងគុណអំណរអរគុណទៅលើអ្វីយើងមានមានមនុស្សជាច្រើនណាស់នៅលើពិភពលោកមួយនេះក្នុងចំណោមប្រជាជន 7-8,000 លានអ្នកជុំវិញសកលលោកនេះដែលកំពុងតែជួបនឹងបញ្ហារាប់មិនអស់ហើយការលំបាកដែលគេជួបវាអត់ខុសអីពីការលំបាកដែលពួកយើងកំពុងតែជួបទេប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យអ្នកនរគ្នាបើកចិត្តបើកបេះដូងទទួលយកនោះគឺយ៉ាងហោចណាស់យើងក្នុងកំឡុងពេលនេះយើងនៅមានរបស់មួយចំនួនដែលជារបស់ដែលយើងស្រឡាញ់ជាអ្វីមួយដែលយើងអាចត្រឡប់មកគិតសារជាថ្មីហើយយើងឲ្យតម្លៃថាអូយើងបានតស៊ូហើយអញ្ចឹងហេតុអីយើងមិនត្រូវអរគុណមកកាន់ខ្លួនឯងស្របពេលនៃអ្នកដតីនោះគ្នាលំបាកគ្នាមិនមានឱកាសដូចយើងគ្នារឹតតែលំបាករកតែទីពឹងគ្មានអញ្ចឹងហើយត្រឡប់មកវិញទោះបីស្ថានភាពវាតែតោរោគរាក់លំបាកយ៉ាងណាក៏ដោយអ្វីដែលខ្ញុំចង់ចែកម្លែកទៅកាន់អ្នកទាំងអស់គ្នានោះគឺ
បើកចិត្តឲ្យទៅលាយគិតក្នុងផ្លូវវិជ្ជមានហើយត្រឡប់មកមើលអីដែលខ្លួនយើងមានយើងលំបាកណាស់តម្រាំតែបានប៉ុណ្ណឹងយើងលំបាកណាស់តម្រាំតែអាចឈានជើងមកដល់ដំណាក់កាលមួយហ្នឹងអញ្ចឹងហើយការដែលធ្វើបែបនេះវាមានសារៈសំខាន់មែនទែនពីព្រោះថាយើងនឹងចាប់ផ្ដើមមានអារម្មណ៍ពេញចិត្តមកលើខ្លួនឯងយើងអត់ទៅ complain ខ្លួនឯងយើងក៏មិនអនុញ្ញាតឲ្យភាពអវិជ្ជមានមកគ្របដណ្ដប់លើខ្លួនយើងបានដែរអញ្ចឹងហើយបន្តិចម្ដងយើងគឺជាមនុស្សម្នាក់ដែលអាចកំណត់នៅជោគជតាវាសនារបស់ខ្លួនឯងដោយសារតែយើងតែងតែពេញចិត្តនៅអ្វីដែលយើងមានយើង appreciate ទៅលើសមិទ្ធផលដែលយើងបានឆ្លងកាត់តិចក៏ដោយច្រើនក៏ដោយខ្លួនយើងអ្នកធ្វើដើម្បីខ្លួនឯងកុំយកលទ្ធផលដែលយើងមានទៅធៀបជាមួយអ្នកដទៃផ្កាវាវិចតាមរដូវរបស់វារៀងខ្លួនផ្កាខ្លះវិចនៅម៉ោងនេះរដូវនេះខែនេះថ្ងៃនេះយើងខ្លួនយើងដូចគ្នាអញ្ចឹងដល់ពេលវេលាវាគង់តែមានពេលដែលយើងនឹងរីកចម្រើនដែរកុំតែទាំងអស់គ្នាក្បត់ការតស៊ូទៅបានដែរនៅពេលដែលយើងតស៊ូហើយនៅពេលដែលយើងជំនះហើយយើងព្យាយាមហើយពេលវេលានឹងបង្ហាញប្រាប់អ្នកទាំងអស់គ្នាហើយការតស៊ូមិនដែលក្បត់អ្នកទាំងអស់គ្នាឡើយអញ្ចឹងហើយ work hard ព្យាយាមតស៊ូឧស្សាហ៍ព្យាយាមប៉ុន្តែកុំភ្លេចឲ្យតម្លៃនៅអ្វីដែលយើងមានកុំភ្លេចឲ្យតម្លៃនៅពេលវេលាដែលយើងបានឆ្លងកាត់ផងដែរទាំងអស់គ្នាចូលទៅកាន់ផ្នត់គំនិតមួយទៀតទាំងអស់គ្នា គឺជាផ្នត់គំនិតទី4ផ្នត់គំនិតមួយនេះសំខាន់មិនចាញ់ពីផ្នត់គំនិតទាំង3 mindset ដែលខ្ញុំនិយាយមិញដែរទាំងអស់គ្នាមនុស្សគឺអាចធ្វើខុសទាំងអស់គ្នាប្រកបណាស់ 100% ខ្ញុំនិយាយនៅក្នុងអេពីសូតពីមុនមកនៅពាក្យមួយឃ្លាថាមនុស្សអាចធ្វើខុសវាជារឿងធម្មតាទៅហើយពេលនេះស្ដាប់មកទៅវាធម្មតាវាមានន័យថាងាយស្រួលយល់វាអត់បានបង្កប់នៅអត្តន័យអីស៊ីអំពៅប៉ុន្តែខ្ញុំចង់ឲ្យអ្នកនេះឆ្លុះបញ្ចាំងថាជីវិតវាមិនមែនតែមិនអាចសមនៅទៅតាមក្តីប្រាថ្នាទៅតាមបំណងការពឹងទុករបស់យើងនោះហើយការដែលខ្ញុំចង់ប្រាប់អ្នកគ្នានៅផ្នត់គំនិតទី4នោះជាការអនុញ្ញាតឲ្យខ្លួនឯងទៅរៀនសូត្រពីកំហុសmistake គឺជារឿងអីមួយដែលយើងមិនអាចជៀសផុតបានទេអញ្ចឹងទៅរៀនសូត្រពីកំហុសទៅជាជាងដែលយើងព្យាយាមលាក់បាំងនៅកំហុសរបស់យើងមនុស្សមួយចំនួនចេះក៏អត់ទៅចង់ទទួលយកនៅកំហុសក៏អត់ទៅចង់ទទួលយកនៅលទ្ធផលបរាជ័យដែលគាត់ឆ្លងកាត់ក៏ដូចជារឿងដែលគាត់មិនអាចសម្រេចបានណាដោយសារអីខ្មាស់ហើយមនុស្សដែលខ្មាស់ខ្លួនឯងខ្លាំងជាងគេគឺខ្លួនឯងខ្មាស់ខ្លួនឯងហ្នឹងឯងយើងអត់ចង់ទទួលយកព្រោះយើងគិតថាវាមិនគួរណាស់អញ្ចឹងផ្ទុយពីរឿងហ្នឹងយើងបែរជា complain វិញវាអត់ចំណេញអីមកវិញទេអញ្ចឹងត្រឡប់មកនិយាយនៅត្រង់ការទទួលយកកំហុសបង្កើតនៅផ្នែកគណិតនៃការទទួលយកកំហុសនោះគឺសំដៅទៅលើការដែលបង្រៀនឲ្យខ្លួនឯងទទួលយកនៅរឿងមិនល្អក្នុងជីវិតដើម្បីទៅរៀនសូត្រពីវាថាតើយើងចំណេញអីគេបានខ្លះពីការធ្វើបែបហ្នឹងហើយខ្លួនយើងអ្នកបង្កើតកំហុសខ្លួនឯងយើងអត់ហ៊ានទទួលតើឲ្យនរណាទៅទទួលស្គាល់កំហុសឲ្យខ្លួនយើងអញ្ចឹងហើយយើងរៀនសូត្រពីរឿងនៅម្ដងតិចហើយរឿងដែលទាំងអស់គ្នាគិតថាត្រឹមត្រូវរឿងមួយចំនួននៅក្នុងជីវិតរបស់យើងដែលយើងឃើញมันប្រកាសថាវាសិតតែកើតចេញពីរឿងដែលត្រូវទាំងអស់ទេវាគឺសិតតែមួយចំនួនធំកើតចេញពីរឿងដែលគេខុសរួចទៅហើយមានគេខុសហើយគេទៅរៀនវាហើយគេទៅ fix វាគេទៅកែកុនវាឡើងវិញបន្តមកទៀតគេអាចរៀនសូត្រម្ដងបន្តិចដើម្បីឲ្យវាបានល្អប្រសើរអញ្ចឹងទៅខ្ញុំឧទាហរណ៍ដូចជាលោក Thomas Edison អញ្ចឹងស្ថាបនិកអ្នកបង្កើតពូភ្លើងទាំងអស់គ្នាគិតថាគាត់ចាយពេលតិចឆ្នាំមែនដើម្បីទៅបង្កើតរបបកំហើញមួយនេះមកឲ្យពិភពលោកគាត់បរាជ័យរហូតភ្លេចហើយគឺគាត់ទទួលស្គាល់ថាវាជាកំហុសរបស់គាត់បរាជ័យគាត់ចាប់បានទៅរៀនសូត្របន្តិចរហូតតគាត់ទទួលបាននៅលទ្ធផលល្អក្នុងជីវិតអញ្ចឹងហើយវាត្រូវការពេលវេលាដើម្បីទទួលយកនៅក្នុងចំណុចនេះទាំងអស់គ្នាខ្ញុំបិទបញ្ចប់ត្រឹមផ្នត់គំនិតទី4របស់នេះយើងចូលទៅកាន់ផ្នត់គំនិតទី5ផ្នត់គំនិតទី5ខ្ញុំនិយាយពីខាងដើមខ្ញុំថាទោះបីព្យុះភ្លៀងជីវិតក៏អន្ទះយ៉ាងណាក៏ដោយក៏មិនអាចងាយនឹងផ្ដួលរំលំអ្នកនរគ្នាបាននោះគឺផ្នត់គំនិតដែលមិនបោះបង់លំបាកគឺលំបាកបដិសេធមិនបានក៏មិនថាមិនចង់ជៀសមិនបានទេគឺត្រូវតែជួបនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗហើយគ្មានការងារណាដែលធ្វើទៅវាស្រួលទេវាសិតតែប្រឈមមុខនឹងការលំបាកវាសិតតែប្រឈមមុខជាមួយនឹងឧបសគ្គ
ប៉ុន្តែបើសិនជាយើងមានផ្នត់គំនិតមួយមិនបោះបង់ណាអាភាពមិនបោះបង់របស់យើងហ្នឹងវានឹងដឹកដៃយើងហែឆ្លងនៅការលំបាកទាំងអស់ហ្នឹងនៅពេលដែលយើងអាចបង្វឹកខ្លួនឯងឲ្យមានផ្នត់គំនិតមួយនេះជាប្រចាំណាទោះបីការងារនឹងលំបាកយ៉ាងណាក៏ដោយទោះបីរឿងនឹងវាមានលក្ខណៈសភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយឲ្យតែចិត្តយើងនេះវាមិនបោះបង់យើងគប្បីជាមួយនឹងខ្លួនឯងយើងតស៊ូទៅមុខទៅបញ្ហាគឺស្ថិតនៅលើពេលវេលាឯងខ្ញុំតែងតែមានពាក្យមួយ clear នេះខ្ញុំចង់ចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាក្នុងការរស់នៅប្រចាំក្នុងថ្ងៃមិនថាធ្វើការងារតូចក៏ដោយធំក៏ដោយខ្ញុំតែងតែប្រាប់ខ្លួនឯងថាខ្ញុំអត់ខ្វល់ថាវាលំបាកឯងព្រោះខ្ញុំដឹងថាវាលំបាកហើយក៏ខ្ញុំអត់ខ្លាចថាវាលំបាកដែរពីព្រោះធម្មជាតិនៃជីវិតគឺវាលំបាកស្រាប់ទៅហើយប៉ុន្តែអ្វីខ្ញុំខ្លាចគឺខ្ញុំខ្លាចតែខ្លួនខ្ញុំវាបោះបង់នេះគឺជាអីមួយដែលខ្ញុំតែងនិយាយប្រាប់ខ្លួនឯងជាប្រចាំវាអត់សំខាន់ថាគេយល់មកលើយើងមិនទេហើយក៏វាអត់សំខាន់ថាជីវិតរបស់យើងវាជួបការលំបាកខ្លាំងប៉ុណ្ណាដែរវាគឺជួបប្រកបណាស់ជាមិនផុតប៉ុន្តែអ្វីដែលខ្ញុំខ្លាចបំផុតគឺខ្ញុំខ្លាចខ្លួនខ្ញុំបោះបង់ហើយខ្ញុំទទួលបាននៅសមិទ្ធផលជាទីគាប់ចិត្តសម្រាប់ខ្ញុំផ្ទាល់ខ្លួនពីផ្នែកគណិតមួយនេះបានច្រើនមែនតើខ្ញុំងាយបោះបង់ហើយដោយសារខ្ញុំគិតថាវាគឺជារឿងមួយដែលមនុស្សនឹងអាចជួបប្រទះបរាជ័យវាមិនគឺជារឿងអីមួយសាមញ្ញមិនមែនតែយើងណាដែលបរាជ័យមនុស្សរាប់ពាន់លានអ្នកជុំវិញពិភពលោកហើយបរាជ័យវាមិនបរាជ័យវាយើងល្អមួយចំនួនដែរតាវាបង្រៀនយើងថាត្រូវធ្វើមិនដើម្បីឲ្យយើងធ្វើវាបានល្អប្រសើរនាពេលបន្ទាប់ទៀតអញ្ចឹងហើយខ្ញុំប្រាប់ខ្លួនឯងថាអូខេដល់រ៉ាប់ណាមិនបោះបង់បញ្ហាគឺស្ថិតនៅលើពេលវេលាខ្ញុំនឹងដឹកដៃពេលវេលាហើយឆ្លងកាត់ជាមួយនឹងការលំបាកជាមួយនឹងផ្នត់គំនិតដែលមិនចោះចាញ់មួយនេះនៅក្នុងចំណុចមួយនេះគឺខ្ញុំ inspire ចេញពីសភៅមួយក្បាលដែលខ្ញុំអត់ចាំអ្នកនិពន្ធទេគឺសភៅហ្នឹងចំណងជើងគេគឺ The Power of Perseverance មានន័យជាធម៌ពលដែលមិនបោះបង់ណាគឺខ្ញុំទទួលបានបទពិសោធន៍ជីវិតផ្ទាល់ហើយខ្ញុំអានសភៅមួយហ្នឹងខ្ញុំថាអូឆ្លុះបញ្ចាំងឡើងវិញសារថ្មីនេះគឺជាចំណុចសំខាន់មែនទែនមិនថាមនុស្សនឹងគាត់មិនឆ្លាតមិនថាមនុស្សនឹងគាត់ប្រកែប៉ុណ្ណាក៏ដោយចំណុចចាញ់ឈ្នះគឺនៅលើភាពមិនបោះបង់ហើយមនុស្សប្រកែពេលខ្លះអំនួតនៅពេលអំនួតគាត់ធ្វើបានបន្តិចគាត់បរាជ័យគាត់បោះបង់ហើយមនុស្សដែលមិនប្រកែគ្នារៀងយឺតតិចមែនគ្នាដើរយឺតតិចមែនប៉ុន្តែគ្នាអត់ដែលដើរថយក្រោយទេគឺគ្នាបន្តទៅមុខដដាបទៅដួសដើរផងលួនផងវាផងនៅហ្នឹងឯងប៉ុន្តែគ្នានៅតែទៅដល់គោដៅអញ្ចឹងហើយចំណុចខុសគ្នារបស់មនុស្សគឺស្ថិតនៅលើការតាំងចិត្តឯងឲ្យតែចិត្តយើងមាំឲ្យតែយើងមិនបោះបង់វាគង់ទៅដល់ពេលមួយពេលវេលាទាំងអស់នោះនឹងខ្លាចជារបស់យើងហើយអរគុណដល់អ្នកគ្នាសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយខ្ញុំសង្ឃឹមថាប្រធានបទពាក់ព័ន្ធជាមួយនឹងផ្នត់គំនិតដែលខ្ញុំនិយាយពីខាងដើមមិញវានឹងអាចមានសារៈប្រយោជន៍សម្រាប់ទៅកាន់អ្នកទាំងអស់គ្នាផងដែរខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតខ្ញុំខំតែជាបុគ្គលម្នាក់ទេការចែកម្លែករបស់ខ្ញុំមិនប្រកាសថាត្រឹមត្រូវទេអញ្ចឹងយ៉ាងណាមកខ្ញុំរីករាយទទួលយកនៅមតិស្ថាបនាពីអ្នកទាំងអស់គ្នាចឹងអ្នកគ្នាអាចតលាក់នៅយោបល់របស់អ្នកគ្នានៅក្នុង comment បានខ្ញុំនឹងចូលទៅអានហើយខ្ញុំនឹងព្យាយាមរៀនសូត្របន្ថែមអរគុណអ្នកគ្នាសម្រាប់ការតាមដានវីដេអូមួយនេះជូនពរអ្នកគ្នាសំណាងល្អហើយយើងនឹងជួបគ្នានៅក្នុងអេពីសូតបន្តទៀតសូមជម្រាបលា